ទូរទស្សនិកជនទាំងនៅក្នុងប្រទេសនិងនៅក្រៅប្រទេសទាំងអស់ជាទីគោរពលោកអ្នកបានជ្រាបខ្លះៗអំពីសិល្បៈដែលកម្មវិធីយើងបង្ហាញជូនដែលតាក់ទងទៅនឹងវប្បធម៌របស់ខ្មែរយើងហើយនៅក្នុងសប្តាហ៍នេះកម្មវិធីយើងលើកយកនៅចម្រៀងអូប៉េរ៉ាដែលមានអ្នកចម្រៀងនោះគឺជាជនជាតិខ្មែរយើងគឺលោកខួនសិទ្ធិស័ក្តិដែលពីមុនមកប្រជាពលរដ្ឋខ្មែរមួយចំនួនលោកបានស្គាល់ប៉ុន្តែនៅមានមួយចំនួនទៀតលោកមិនទាន់បានស្គាល់ទេថាអ្វីទៅជាចម្រៀងអូប៉េរ៉ានៅពេលនេះសូមអញ្ជើញតាមដានទស្សនាជាមួយយើងខ្ញុំតាមរយៈបទយកាតាក់ទងទៅនឹងអ្នកចម្រៀងខួនសិទ្ធិស័ក្តិសូមអញ្ជើញអូប៉េរ៉ាគឺជាសិល្បៈតន្ត្រីអន្តរជាតិមួយបែបដែលទទួលបានការពេញនិយមយ៉ាងខ្លាំងក្លាពីគ្រប់បណ្ដាប្រទេសជាច្រើនលើពិភពលោកសិល្បៈនេះមានឈ្មោះដើមថាកាម៉ារ៉េតាហើយត្រូវបានរកឃើញនៅក្នុងប្រទេសអ៊ីតាលីនាឆ្នាំ1975នាចុងសតវត្សទី16កាម៉ារ៉េតាមានប្រភពចេញពីក្រុមអភិជនដែលសម្បូរទ្រព្យសម្បត្តិកវីនិពន្ធនិងតន្ត្រីករធំៗនាពេលក្រោយមកទៀតកាម៉ារ៉េតាត្រូវបានគេបដូរឈ្មោះថាជាអូប៉េរ៉ាវិញដោយសារសិល្បៈនេះមានបង្កប់ដោយរឿងរ៉ាវដូចគ្នាទៅនឹងល្ខោនអូប៉េរ៉ាពាក្យថាល្ខោនបានសេចក្តីថាមានរឿងរ៉ាវពីដើមដល់ចប់ដូចជាឧទាហរណ៍ថាបើប្រៀបធៀបមករឿងរ៉ាវរបស់ខ្មែរយើងដូចជារឿងរាមកេរ្តិ៍យើងថារឿងបុរាណរបស់យើងចុះប៉ុន្តែរឿងរាមកេរ្តិ៍យើងអាចបានធ្វើជាអូប៉េរ៉ាយើងធ្វើជាល្ខោនរបាំវិញព្រោះរបាំរាមកេរ្តិ៍វាមានរឿងរ៉ាវអញ្ចឹងផ្ទុយទៅវិញបើសិនជាយើងមានច្រៀងមានអីអាហ្នឹងគេហៅអូប៉េរ៉ាដែរប៉ុន្តែអូប៉េរ៉ារបៀបប្រពៃណីដោយឡែកចម្រៀងអូប៉េរ៉ាត្រូវបានគេដកស្រង់ចេញពីល្ខោនកាម៉ារ៉េតាឬអូប៉េរ៉ានេះឯងនៅក្នុងប្រទេសកម្ពុជាយើងលោកខួនសិទ្ធិស័ក្តិគឺជាកុលបុត្រខ្មែរមួយរូបដែលអាចច្រៀងល្ខោនអូប៉េរ៉ាបានយ៉ាងពិរោះហើយសម្លេងរបស់លោកទៀតសោតត្រូវបានគេប្រដូចទៅនឹងអ្នកចម្រៀងបរទេសល្បីៗនៅលើពិភពលោកផងដែរនេះក៏ព្រោះតែលោកមានទឹកដមសម្លេងដែលកម្រនឹងរកបានគឺសម្លេងតែណគឺសម្លេងហ្នឹងគឺកម្ររកបានណាសំបីនៅសកលលោកយើងនេះគឺយើងមានតេណល្បីតែ3នាក់ទេគឺឈ្មោះប៉ាវ៉ារ៉ូទីជនជាតិអ៊ីតាលីហើយ2ឈ្មោះដូមីងហ្គោជនជាតិអេស្ប៉ាញនិងហូសេការ៉េរ៉ារបស់អេស្ប៉ាញដូច្នេះយើងមើលថាមានតិចមែនតើកាលពីហ្នឹងក៏មានអ្នកតេណទៅទៀតដែរប៉ុន្តែមានមិនសូវល្បីច្រើនដូចខ្ញុំរៀបរាប់មិញហ្នឹងហើយសម្លេងតេណគឺជាសម្លេងមួយដែលពិបាកលោកខួនសិទ្ធិស័ក្តិប្រសូតឡើងក្នុងគ្រួសារមួយដែលមានឪពុកជាតន្ត្រីករដ៏ល្បីនាសម័យសង្គមរាស្ត្រនិយមចំណែកឯម្ដាយលោកគឺជាមេផ្ទះហើយរូបលោកជាកូនទី2ក្នុងចំណោមបងប្អូន5នាក់ក៏ប៉ុន្តែដោយសារមានឈាមជ័រជាអ្នកសិល្បៈបែបនេះហើយទើបបណ្ដាលឲ្យរូបលោកមានឧបនិស្ស័យនិងតន្ត្រីចម្រៀងតាំងពីនៅកុមារភាពមកម្ល៉េះខ្ញុំបានឃើញចរិតតាំងពីទូចមកគឺអាសាច្រៀងអាសាដើរដូចថាទស្សនាភ្លេងឬក៏គេធ្វើអីប្រគំភ្លេងឬសិល្បៈអីគ្រប់ប្រភេទទាំងអស់គឺកូនខ្ញុំនឹងចូលចិត្តអញ្ចឹងដោយសារតែទេពកោសល្យនិងឧបនិស្ស័យពីកំណើតនេះហើយដែលបណ្ដាលឲ្យលោកខួនថនជាឪពុកជំរុញលោកឲ្យចូលវឹកវើនៅសាលាដូរតន្ត្រីរហូតដល់ក្លាយជាសិស្សឆ្នើមប្រចាំសាលានិងបានបញ្ចប់មធ្យមសិក្សាទុតិយភូមិខាងផ្នែកដូរតន្ត្រីពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈឆ្នាំ1989
ព្រមទាំងបានទទួលអាហារូបករណ៍តែសិក្សានៅប្រទេសរុស្ស៊ីបន្តទៀតអំឡុងពេលដែលសិក្សានៅទីនោះលោកបានសិក្សាយកមុខវិជ្ជាផ្នែកតែងនិងនិពន្ធតន្ត្រីទេប៉ុន្តែអ្វីដែលធ្វើឲ្យលោកជក់ចិត្តដិតអារម្មណ៍ខ្លាំងជាងការសិក្សារបស់លោកទៀតនោះគឺចម្រៀងតន្ត្រីអូប៉េរ៉ានេះក៏ព្រោះតែលោកចូលចិត្តការសម្ដែងខ្ញុំចូលចិត្តសម្ដែងតាំងពីទូចឲ្យខ្ញុំរៀនអានេះនេះឲ្យខ្ញុំរៀនអានេះតែនិពន្ធខ្ញុំតែនិពន្ធបានល្អប៉ុន្តែខ្ញុំមកចូលចិត្តអង្គុយទៅសេអង្គុយវាហត់ខ្ញុំចូលចិត្តបញ្ចេញអានេះទឹកចិត្តពីក្នុងយើងមកបង្ហាញឲ្យគេដឹងក្រៅតែអំពីជីវិតសិល្បៈលោកខួនសិទ្ធិស័ក្តិគឺជាមនុស្សសាមញ្ញស្លូតបូតហើយសុភាពរាបសារគួរឲ្យគោរពរៀងរាល់ថ្ងៃក្នុងពេលដើរទំនេរក៏ដូចជាមុនពេលដែលចេញទៅសម្ដែងលើឆាកជាតិនិងអន្តរជាតិផ្សេងលោកខួនសិទ្ធិស័ក្តិតែងតែធ្វើការវឹកហាត់សម្លេងជាមួយនឹងឧបករណ៍តន្ត្រីព្យ៉ាណូមុនជានិច្ចអ្វីត្បិតតែរូបលោកមិនសូវមានប្រជាប្រិយភាពពីស្រទាប់បងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលរស់នៅក្នុងស្រុកក៏ដោយក៏ប៉ុន្តែសម្រាប់មជ្ឈដ្ឋានអន្តរជាតិវិញកេរ្តិ៍ឈ្មោះរបស់លោកត្រូវបានគេស្គាល់យ៉ាងច្រើនកុះករដែលនេះគឺជាមោទនភាពនិងកិត្តិយសដ៏ធំធេងមួយសម្រាប់ក្រុមគ្រួសារលោករួមទាំងប្រទេសជាតិយើងផងដែរខ្ញុំមានមោទនភាពណាស់ព្រោះអញ្ចេះទៅណាក៏វារីកមុខរីកមាត់ដែរតាមពិតទៅកណាគេស្គាល់កូនក៏គេស្គាល់ឪដែរប្រទេសកម្ពុជាយើងមានសំណាងណាស់ដែលយើងមានចម្រៀងល្ខោនអូប៉េរ៉ាដោយបងប្អូនខួនសិទ្ធិស័ក្តិអញ្ចឹងដូច្នេះហើយយើងគួរតែថែទាំឬក៏ជួយទំនុកបំរុងសពបែបយ៉ាងរកបង្កលក្ខណៈងាយស្រួលដើម្បីឲ្យបងប្អូនសិទ្ធិស័ក្តិនឹងមានឱកាសដើម្បីនឹងបានសម្ដែងនិងបានបង្ហាញទាំងបងប្អូនជនរួមជាតិខ្មែរយើងនិងអន្តរជាតិសម្រាប់នៅប្រទេសកម្ពុជាយើងអូប៉េរ៉ាគឺមិនសូវទទួលបានការពេញនិយមឡើយរីឯការចង់ក្លាយខ្លួនទៅជាអ្នកចម្រៀងអូប៉េរ៉ានោះទៀតគឺមិនមែនជាការងាយស្រួលឡើយពីព្រោះសិល្បៈនេះទាមទារឲ្យមានការអំណត់អត់ធន់និងព្យាយាមហើយត្រូវចំណាយពេលវឹកហាត់ចាប់តាំងពី5រហូតដល់10ឆ្នាំទើបអាចឈានទៅសម្ដែងលើឆាកជាតិនិងអន្តរជាតិបានប៉ុន្តែទោះជាមានឧបសគ្គយ៉ាងណាក៏ដោយក៏លោកសិទ្ធិស័ក្តិបានបង្ហាញអំពីមហិច្ឆតានិងគោលបំណងរបស់ខ្លួនថាទៅថ្ងៃអនាគតហ្នឹងគឺខ្ញុំចង់បើកឲ្យមានសាលាអូប៉េរ៉ានៅស្រុកខ្មែរព្រោះនៅលើពិភពលោកប្រទេសណាក៏មានដែរអូប៉េរ៉ាបាទខ្ញុំចង់ឲ្យកូនខ្មែរយើងមុននឹងចាប់អ្វីចាប់ជាអាជីពសូមឲ្យមើលទៅថ្ងៃអនាគតឲ្យឆ្ងាយឲ្យវែងឆ្ងាយចាប់ជាខ្នាតអន្តរជាតិលើកជាតិយើងអ្វីដែលលើកជាតិយើងគឺល្អបាទវត្តមានរបស់វងតន្ត្រីអូប៉េរ៉ាដែលសម្ដែងដោយលោកសិទ្ធិស័ក្តិនិងក្រុមភ្លេងមកពី5ប្រទេសរួមគ្នានាឱកាសការតាំងពិព័រណ៍វប្បធម៌ពិភពលោកអង្គរខ្យងជូកាលពីពេលថ្មីនេះបានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិឲ្យចូលរួមទស្សនាយ៉ាងច្រើនកុះករផងដែរកត្តាទាំងនេះសបង្ហាញឲ្យឃើញថាប្រទេសកម្ពុជាយើងកំពុងតែឈរលើមាគ៌ាសន្តិភាពមួយដ៏ពេញលេញនិងកំពុងតែបោះជំហានឈានឆ្ពោះទៅរកវិវឌ្ឍនភាពដោយបណ្ដាប្រទេសជឿនលឿនផ្សេងៗក្នុងពិភពលោកផងដែរ